វីដេអូមួយនេះសម្រាប់គណនេយ្យករដែលគាត់ចង់ស្រួលខ្លួនពេលរៀបចំការកាត់គុណចាំខែម្ដងខ្ញុំគិតថាសម័យនេះហើយគណនេយ្យករគាត់មិនកត់បញ្ជីគណនេយ្យដោយដៃទេយ៉ាងហោចណាស់ក៏គាត់មាន system ឬក៏ Excel ដើម្បីជាជំនួយដែរក៏ប៉ុន្តែការប្រើប្រាស់ Excel ក៏វាមិនងាយស្រួលប្រហែលដែរវាមានភាពស្មុគស្មាញក្នុងការចូលរួមមុនហើយពេលខ្លះត្រូវរក្សាទុក file សម្រាប់ការធ្វើការប្រកាសពន្ធប្រចាំខែហើយពេលខ្លះទៀតអា file Excel ហ្នឹងវាអាចបាត់ឬក៏ខូចនឹកឃើញដល់ deadline ការប្រកាសពន្ធម្ដងឈឺក្បាលលើដើមហើយនេះហើយគណនេយ្យករដែលគាត់ចង់រៀបចំការប្រកាសពន្ធបានងាយស្រួលនិងរហ័សចាំបាច់ត្រូវរៀបចំរបាយការណ៍គណនេយ្យបានត្រឹមត្រូវជាមុនសិនគ្រាន់តែរៀបចំបញ្ជីមានអីពិបាកត្រូវទេបាទវាមិនពិបាកទេអ្វីដែលពិបាកគឺការប្រមូលទិន្នន័យនិងរៀបចំរបាយការណ៍ឲ្យបានត្រឹមត្រូវជាមួយនឹង Localize គណនេយ្យករមិនចាំបាច់ហត់នឿយការងារកញ្ចប់ទាំងអស់នេះទៀតទេកត់ត្រាប្រចាំថ្ងៃឲ្យមានរបៀបរៀបរយផលិតរបាយការណ៍ស្វ័យប្រវត្តិហើយជាពិសេសអាចទាញរបាយការណ៍គណនេយ្យផលិតជារបាយការណ៍ប្រកាសពន្ធបានតែម្ដងដើមខែរៀបចំបញ្ជីចុងខែប្រកាសពន្ធបានយ៉ាងងាយស្រួលក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ Localize មាន promotion ពិសេសសម្រាប់អតិថិជនថ្មីដែលជាវ Localize មួយឆ្នាំទទួលបាន discount 20% និងថែម6ខែជូនបងប្អូនភ្លាមរហូតដល់ដាច់ខែមេសានេះ